តាមានរឿងអ្វីកើតឡើងបន្ទាប់ពីនគរភ្នំដ៏មានអំណាចបានរលាយបាត់ពីស្រមោលនៃហ្វូនុននគរថ្មីមួយបានចាប់ផ្ដើមឡើងចេនឡាកំណត់ត្រាជីននិយាយថាចេនឡាដណ្ដើមបានអាណាចក្រហ្វូនុនប៉ុន្តែការពិតអាចកាន់តែស្មុគស្មាញក្នុងព្រៃជ្រឺមានទីក្រុងដ៏ពិសិដ្ឋមួយឈ្មោះថាសម្បូរព្រៃគុកនៅទីនោះប្រាសាទត្រូវបានសាងសង់ឡើងសម្រាប់ព្រះឥន្ទ្រទេវតៈដ៏មានអានុភាពជាភាសាខ្មែរដំបូងបង្អស់នៃព្រះសិវៈអំណាចចេនឡាមិនបានរួបរวมគ្នាដោយដែលបាំងគ្រងទុកនោះទេបន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី1អ្វីៗបានផ្លាស់ប្ដូរនគរបានបំបែកជាពីររដ្ឋជាគូប្រជែងគឺចេនឡាទឹកនិងចេនឡាគ្រោកបន្ទាប់មកកម្លាំងថ្មីមួយបានលេចចេញមកពីសមុទ្រនៅចុងសតវត្សទី8អ្នកគ្រប់គ្រងរបស់ចេនឡាបានដួលរលំហើយនគរបានរលាយបាត់ប៉ុន្តែពីភាពវឹកវរនេះអាណាចក្រកាន់តែធំហៀបនឹងកើនឡើងចុះបើអាណាចក្រដ៏អស្ចារ្យបំផុតនៅអាស៊ីអាគ្នេយ៍ចាប់ផ្ដើមមានព្រះអង្គម្ចាស់ស្ដេចកំបាំងមួយអង្គត្រឡប់មកពីនិរទេសវិញប្រហែលឆ្នាំ800ស្ដេចវ័យក្មេងមួយអង្គឈ្មោះជ័យវរ្ម័នទី2បានមកពីកន្លែងមួយឈ្មោះថាជ្វាប៉ុន្តែតើគាត់ជាឆ្លើយសឹកឬជាអ្នកចាត់ចៃឲ្យទៅគ្រប់គ្រងអ្នកប្រវត្តិសាស្ត្រនៅតែជជែកវែកញែកការពិតជ្វាមានន័យថាកោះឬអាណាចក្រដែនសមុទ្រដ៏មានឥទ្ធិពលរបស់ស្រីវិជាអ្វីដែលយល់ដឹងគឺទឹកដីខ្មែរត្រូវបានបែកបាក់គ្នាបន្ទាប់ពីការដួលរលំនៃចេនឡាព្រះបាទជ័យវរ្ម័នបានចាប់ផ្ដើមយុទ្ធនាការបង្រួបបង្រួមនគរដោយបានដណ្ដើមយកទីក្រុងបុរាណនៃវរយភូរៈជាដំបូងបន្ទាប់មកទ្រង់បានរើទៅភាគខាងជើងតាមដងទន្លេមេគង្គដោយកាន់កាប់ប្រាសាទសម្បូរបុរៈនិងបង្កើតសម្ព័ន្ធភាពតាមរយៈអាពាហ៍ពិពាហ៍របស់ទ្រង់មួយជំហានម្ដងទ្រង់បានដើរកាត់ភ្នំព្រៃឈើឆ្ពោះទៅអនាគតនៃបេះដូងខ្មែរគឺអង្គរប៉ុន្តែចលនាដ៏អស្ចារ្យបំផុតរបស់ទ្រង់មិនមែនជាយោធាទេវាជាវិញ្ញាណដ៏ពិសិដ្ឋគឺភ្នំគូលែននៅឆ្នាំ802ទីកន្លែងដែលដឹកនាំដោយព្រាហ្មណ៍ហរិន្ទ្រាយាដាមាទ្រង់បានប្រកាសខ្លួនថាចក្រាវរិន្ទជាអ្នកគ្រប់គ្រងភពផែនដីពិធីនេះបានបង្កើតនូវទំនៀមទម្លាប់ទេវរាជដ៏ពិសិដ្ឋជាមួយនឹងពិធីនេះព្រះបាទជ័យវរ្ម័នទី2បានក្លាយជាស្ដេចដ៏អស្ចារ្យហើយអាណាចក្រខ្មែរដ៏មានកេរ្តិ៍ឈ្មោះបានកើតឡើងចុះបើអាណាចក្រដ៏អស្ចារ្យបំផុតនៅអាស៊ីអាគ្នេយ៍មិនត្រូវបានសាងសង់ឡើងដោយសង្គ្រាមប៉ុន្តែដោយទឹកនិងប្រាសាទក្រោយរាជការព្រះបាទជ័យវរ្ម័នទី2អ្នកគ្រប់គ្រងថ្មីបានក្រោកឡើងដើម្បីពង្រឹងអាណាចក្រវ័យក្មេងឥន្ទ្រវរ្ម័នទី1ជំនួសឲ្យការសញ្ជ័យជាមួយកងទ័ពព្រះអង្គបានពង្រីកអំណាចតាមរយៈកសិកម្មពាណិជ្ជកម្មនិងសំណង់ដ៏ធំស្នាដៃដំបូងរបស់ព្រះអង្គគឺប្រាសាទព្រះគោជាផ្នែកនៃផែនការព្រះបាទឥន្ទ្រវរ្ម័នបានសាងសង់ប្រព័ន្ធធារាសាស្ត្រដ៏ធំសម្បើមដែលប្រែក្លាយដីស្ងួតទៅជាស្រែដែលមានជីជាតិនៅរាជធានីហរិហាល័យទ្រង់បានសាងសង់ប្រាសាទភ្នំបាគង